សួស្តីបងប្អូនគ្នាតាមញ៉ាំបាយជាមួយនឹងសម្លម្ជូររបស់បងប្អូនតែល្បីរបស់យើងជាមួយខ្ញុំណាបងប្អូននិយាយលេងតែបងប្អូនគឺសម្លម្ជូរយួនជាមួយនឹងត្រីពោសម្រាប់តែខ្ញុំដោយបងប្អូនឃើញនៅវីដេអូអញ្ចឹងគឺខ្ញុំប្រឡាក់ត្រីពោហ្នឹងឲ្យរៀងរឹងសាច់បន្តិចហើយបានដាក់ទឹកសម្លហ្នឹងស្លជាមួយនឹងស្លឹកក្រូចហើយនឹងម្ដេងហើយក៏ដាក់គ្រឿងជាមួយគ្នាដែរណាបងប្អូនមានដូចជាទឹកត្រីប៊ីចេងហើយនឹងល្ងពេលខ្លះទៅខ្ញុំប្រើល្ងពេលខ្លះទៅក៏ខ្ញុំប្រើស្ករពីងដែរណាបងប្អូនរំងាស់ទឹកឲ្យពុះហើយបានដាក់បន្លែរៀងចូលមានដូចជាត្រឡាចម្នាស់ហើយនឹងក្តៅឈូបន្ទាប់ពីរំងាស់បន្លែនឹងរៀងរលួយបន្តិចហើយបានដាក់ត្រីពោចូលបងប្អូនត្រីពោជាមួយនឹងប៉េងប៉ោះហើយនឹងសណ្តែកបណ្ដុះសម្លម្ជូរយួនគឺមិនដែលភ្លេចដែរជាមួយនឹងពងទាបងប្អូនអើយគឺថ្ងៃនេះខ្ញុំដាក់ដល់ទៅ2គ្រាប់មើលទៅទំនងឆ្ងាញ់ដាក់ហ្នឹងបានចាប់ចូលទៀតឆ្ងាញ់ហ្មងបងប្អូនក្រោយពីដាក់ពងទាចូលហើយគឺខ្ញុំរំងាស់ចោលមួយសន្ទុះដើម្បីទៅចិញ្ច្រាំខ្ទឹមនិងបំពងខ្ទឹមដាក់ចូលក្នុងសម្លបងប្អូនគឺដាក់ដើម្បីឲ្យឈ្ងុយគឺជាធម្មតាសម្លម្ជូរយួនគឺតែងតែមានខ្ទឹមបំពងដាក់ក្រោយគេចឹងបងប្អូនរីរាល់ហើយសម្រាប់សម្លខ្ញុំថ្ងៃនេះបងប្អូនតោះតែញ៉ាំបាយមួយខ្ញុំថ្ងៃនេះមិនមែនមានតែសម្លម្ជូរយួនតែមកនេះគឺមានពងទាប្រៃហើយនិងត្រីងៀតដែរតោះតែមើលតើអ្នកថាខ្ញុំញ៉ាំទំនងអត់បងប្អូនមើលតែមាត់ខ្ញុំទៅដឹងថាឆ្ងាញ់ប៉ុណ្ណាហើយវីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនអើយអរគុណច្រើនជម្រាបលាសម្រាប់ការទស្សនាវីដេអូខ្ញុំមកដល់ចប់បងប្អូនចង់មើលវីដេអូខ្ញុំញ៉ាំហូបឆ្ងាញ់ៗទៀតជួយខមមិននៅខាងក្រោមវីដេអូខ្ញុំម្នាក់មួយផងណាបងប្អូន